អូខេឥឡូវយើងនឹងចាប់ផ្ដើមអនុវត្តនៅមេរៀនរបស់យើងអញ្ចឹងថ្ងៃនេះគឺយើងសិក្សាអំពីមេរៀនដំបូងយើងអត់ទាន់ចូលដល់មេរៀនទី1ទេអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាស្វែងយល់អំពីការប្រើប្រាស់នៅ tool នីមួយៗនិងអនុវត្តនៅការកាត់រូបភាពព្រោះថ្ងៃនេះគឺយើងសិក្សាអំពីមេរៀនដំបូងហើយសម្រាប់អឺវីដេអូនេះគឺចង់បង្រៀនបងប្អូនមួយចំនួនដែលគាត់មិនទាន់ចេះប្រើប្រាស់នៅកម្មវិធី Adobe Photoshop អញ្ចឹងខ្ញុំចង់ឲ្យពួកគាត់នឹងចេះប្រើព្រោះដោយសារតែបងប្អូនមួយចំនួនហ្នឹងគឺគាត់អត់ទាន់ចេះប្រើកម្មវិធី Adobe Photoshop ទេអញ្ចឹងខ្ញុំសូមបង្កើតជាវីដេអូនេះដើម្បីបង្រៀនដល់ពួកគាត់ហើយកម្មវិធី Adobe Photoshop នេះគឺជាកម្មវិធីមួយដែលងាយស្រួលក្នុងការកាត់រូបភាពនិងរចនារូបភាពផ្សេងបានយ៉ាងច្រើនហើយកម្មវិធីនេះគឺជាកម្មវិធីដែលកាត់រូបភាពនិង design រូបភាពហ្នឹងអូខេឥឡូវយើងកុំយូរយើងនឹងចាប់ផ្ដើមអនុវត្តមេរៀនយើងអញ្ចឹងជាដំបូងគឺពេលដែលយើងបើកនៅកម្មវិធី Adobe Photoshop មកគឺវាចេញជាអញ្ចឹងមកណាគឺវាចេញជាផ្ទាំងពណ៌ខ្មៅមកអញ្ចឹងមកយើងមិនទាន់កាត់រូបភាពនឹងបានទេលុះត្រាតែយើងបង្កើតជា background មួយដើម្បីបង្កើត background បានគឺយើងចូលពាក្យទៅ file ហើយ new នេះពាក្យទៅ new ហើយកន្លែងនេះគឺយើងអាចកំណត់វាជា700របស់ខ្ញុំអញ្ចឹង700ខាងនេះ500នេះហ្នឹងមិនកំណត់ទេហើយកន្លែងនេះចាំបាច់គឺត្រូវដាក់ pixel pixel ដាក់ជាការយើងបើសិនជាយើងដាក់ pixel ឧទាហរណ៍ pixel អញ្ចឹងមកវារត់បើសិនជាវារត់លេខខុសយើងអាចកែលេខនឹងបានខាងក្រោមក៏ pixel ដែរចំណុចខាងក្រោមនេះយកពាក្យថា pixel in ប៉ុណ្ណឹងយើងអាចអូខេបានប៉ុន្តែម្យ៉ាងទៀតយើងអាចចុច Control Alt N ដើម្បីបង្កើត background អញ្ចឹងយើងអាចចុចយកពាក្យទៅ file open នឹងក៏បាន Control Alt N ក៏បានឥឡូវយើងបានចេញចឹងហើយយើងអូខេឥឡូវយើងបានជា background មួយហើយដើម្បីកាត់រូបភាពបានយើងត្រូវបង្កើតជា layer មួយបង្កើត layer មួយ sorry អូខេយើងបាន layer មួយហើយអញ្ចឹងយើងនឹងចូលទៅយករូបភាពដើម្បីមកធ្វើការកាត់ជាមួយខ្ញុំបានយើងយកពាក្យទៅ file ពាក្យទៅ open ចឹងរូបភាពរបស់យើងដែលទុកកន្លែងណាគឺយើងយកទៅយករូបភាពកន្លែងហ្នឹងពាក្យថា camera save ដែលសារកន្លែងនេះអត់មានទេទុកឯណាចេះ5ខ្ញុំសូមចូលទៅមើលកន្លែងនេះសិនព្រោះខ្ញុំអត់ដឹងទុកកន្លែងណា lesson PA បាទចុច file open ពាក្យថា lesson នេះ oh no មិនអត់ឃើញចឹងអូនេះខាងលើនេះចឹងសូមយករូបនេះមួយដាក់2ហ្នឹងអូខេឥឡូវយើងបានរូបភាពហើយអញ្ចឹងខ្ញុំនឹងអនុវត្តចំពោះការកាត់រូបភាពរបស់ខ្ញុំអញ្ចឹងកន្លែងនេះស្រួលទេរូបមួយនេះស្រួលទេដោយសារអីដោយសារតែខាងក្រោយនេះគឺជាប្រទាំង background ហ្នឹងគឺពណ៌សអញ្ចឹងកាលណាតែផ្ទាំង background ពណ៌សអញ្ចឹងវាស្រួលទេការកាត់ហ្នឹងអត់ពិបាកទេព្រោះអីព្រោះយើងមានឧបករណ៍មួយដើម្បីឆក់យករូបភាពហ្នឹងទៅដាក់នៅ background នេះឥឡូវយើងអនុវត្តចឹងយើងសូមណែនាំអំពីការប្រើប្រាស់ tool ចឹងដើម្បីកាត់រូបភាពមួយនេះគឺយើងស្គាល់អំពី tool សិន
ចឹង tool វានេះគឺជា tool មួយដែលយើងកាត់ដែរក៏ប៉ុន្តែជាលក្ខណៈថាវាមានច្រើនអ្នកមានអត់ទៅ4ប៉ុន្តែភាគច្រើនគឺគេប្រើតែ2ទេហើយខាងលើនេះគឺជាលក្ខណៈជ្រុងនេះគឺយើងជាលក្ខណៈមួយកាត់ថារូបជាជ្រុង4មួយអញ្ចឹងឬក៏កាត់ទាំងអស់អញ្ចឹងអាចប្រើឧបករណ៍នេះហើយខាងក្រោមនេះគឺជាលក្ខណៈកាត់រូបមូលណាកាត់រូបមូលឬក៏យើងអាចកាត់តាមទៅនឹងមកអ្នកទៅនេះទាំងកទាំងអីណាចំពោះខាងក្រោមនោះគឺគេអត់ដែលប្រើទេបន្តទៀតខាងក្រោមនេះគឺជាឧបករណ៍មួយឬដែលយើងត្រូវ tool ដែលយើងត្រូវយកវាមកអនុវត្តចំពោះមេរៀនក៏ប៉ុន្តែដោយសារតែមេរៀននេះយើងអត់បានប្រើប្រាស់ tool ហ្នឹងទេអញ្ចឹងយើងខ្ញុំសូមចាំបង្រៀននៅពេលក្រោយអញ្ចឹងខ្ញុំថ្ងៃនេះគឺយើងប្រើប្រាស់ tool មួយនេះ tool ទី3មកស្ដាំចូលខាងក្រោមចុចចំប៉ុណ្ណឹងផាច់ណាចឹងយើងចុចទៅប៉ុណ្ណឹងមិនអាចកាត់រូបហ្នឹងទៅដាក់ខាងហ្នឹងបានទេដោយសារអីដោយសារតែវាអត់ទាន់ចំរូបចឹងយើងអាចចុច mouse ស្ដាំយកពាក្យថា select នេះគឺនេះ no អត់បានមិនចឹងបានអូនេះ select invert នេះអូខេឥឡូវមកចឹងអូដោយសារតែកាត់អត់កើតទេបាទខាងក្រោមអក្សរ D ដាក់ select ចេញយើងប្រើឲ្យលើវិញប្រើលើនឹងមកទាញវានេះដូចគ្នាដែរទាញដាក់ឲ្យស្អាតទៅមកអូខេប៉ុណ្ណឹងចុះដើម្បីកាត់រូបនឹងទៅដាក់កន្លែងនេះបានគឺយើងត្រូវឈរលើឧបករណ៍នេះឧបករណ៍នេះដើម្បីកាត់រូបទៅបានបើសិនជាយើងមិនឈរលើឧបករណ៍នឹងទេយើងមិនអាចកាត់រូបនឹងដាក់កន្លែងនឹងបានទេមួយទៀតយើងអាចចុចអក្សរ V ជាអក្សរ V ដើម្បីទាញនេះយើងមិនបាច់ចុចបានដែរឥឡូវមិនបានដាច់អអីហើយអូខេដាច់រូបភាពបានដោយសារតែរូបនឹងពិបាកក្នុងការកាត់បាទវាពិបាកក្នុងការកាត់អញ្ចឹងខ្ញុំអាចដាក់ select ចេញគឺយើងអាចយកវាទាំងអស់ទៅដាក់បណ្ដោយ Ctrl A យើងអាចទាញទៅទាំងអស់អូខេឃើញទេបានចេញមកហើយបានជាទាំងមួយប៉ុន្តែឃើញអញ្ចឹងគឺវានៅជាប់អផ្ទាំង background នេះផ្ទាំង background ដែលនៅខាងនេះគឺវាជាប់នៅកន្លែងនេះតែយើងអត់ទាន់លុបបានទេខ្ញុំយើងអាចលុបឥឡូវក៏បានដែរតែខ្ញុំអត់ទាន់លុបទេខ្ញុំសូមកាន់រូបមួយទៀតដើម្បីដាក់កន្លែងនេះនេះរូបមួយនេះបរិយាធម្មតិចមកបរិយាធម្មមកតើរូបនេះយើងអាចប្រើឧបករណ៍ឆក់បានអត់ជំនួយយើងអាចឆក់បានរូបនេះយើងអាចឆក់បានអាចប្រើឧបករណ៍នេះឆក់បានយើងអាចចុច mouse ស្ដាំទៅខាងក្រោមរួចហើយឆក់ចុចវាដើម្បីឆក់អូខេឃើញទេmouse ស្ដាំចូលពាក្យថា select invert អូខេអញ្ចឹងយើងយកទៅចុច Ctrl V ដើម្បីកាត់អូខេឃើញទេបានមកហើយដើម្បីបរិយារូបនៅធម្មបានយើងចុចចំលើនេះរួចហើយចុច Shift Alt ហើយទាញអូខេរូបធំពេកបាទយើងអាចព្រុយវាទៀតហ្នឹងតែប៉ុណ្ណឹងបានហើយអូខេ Enter ហើយរូបនេះគឺនិយាយទៅវាមានភាពញ៉ៃបន្តិចដែលគាត់ឲ្យបញ្ចប់ background រូបមួយនេះហើយយើងអាចលុបវាបានយកឧបករណ៍នេះមកលុបវាតែថាយើងមើលអត់ឃើញទេតែថាវាសដូចគ្នាអញ្ចឹងខ្ញុំសូម
ចាក់ពណ៌ background សិនដើម្បីលុបរូបនឹងបានដើម្បីចាក់ពណ៌ background គឺយើងចូលលើ background ហើយយកឧបករណ៍នេះចុចលើនេះបែររកពណ៌ដាក់មួយណាសូមដាក់មួយនេះរួចហើយយើងត្រូវបង្កើត layer មួយ new layer អូខេយើងអាចទាញវាអូខេពេលនេះចេញហើយបាន background មួយហើយឃើញទេដល់ពេលយើងចាក់ពណ៌ background កន្លែងនេះគឺវាលក្ខណៈចេញមកពណ៌សដើម្បីឲ្យបាត់យើងសូមប្រើឧបករណ៍នេះដើម្បីលុបអូ sorry control សតថយវាយើងអាចចូលលើនេះនឹងលុបវាមកលុបវាចេញអស់មកបើយើងមិនចាក់ពណ៌ទេយើងមិនអាចលុបបានទេដោយសារតែវាសដូចគ្នាប៉ុន្តែបើសិនជាវាពណ៌ដូចគ្នាយើងខុសគ្នាយើងអាចលុបវាហើយក៏បានដែរចំពោះវាការធ្វើហ្នឹងហើយទីខំតិចមកចុច control ឬបូកចុច space ទីមកខាងនេះទៀតមកចឹងលោកអ្នកអាចធ្វើឲ្យស្អាតជាងនឹងមកប៉ុន្តែនេះគឺជាការបង្ហាត់បង្រៀនរបស់ខ្ញុំទេមិនបានជាធ្វើឲ្យស្អាតណាស់ណាទេអញ្ចឹងបងប្អូនដែលរៀនតាមវីដេអូហ្នឹងគឺធ្វើសេរីវាស្អាតណាឲ្យវាស្អាតជាងនឹងធម្មតាយើងធ្វើអ្វីមួយគឺត្រូវការស្អាតណាដូចបងប្អូនដែលចង់បានប្រព័ន្ធអីគឺចង់បានប្រព័ន្ធស្អាតណាធម្មតាបើយើងកាត់រូបភាពក៏ត្រូវការស្អាតដូចគ្នាដែរណាត្រូវការស្អាតដូចគ្នាដែរណាហ្នឹងហើយធ្វើវាស្អាតតិចមកអូខេហ្នឹងហើយនិយាយទៅយើងធ្វើអ្វីមួយគឺធ្វើដោយការយកចិត្តទុកដាក់ណាធ្វើដោយការយកចិត្តទុកដាក់បើសិនជាយើងមិនយកចិត្តទុកដាក់នៅក្នុងការធ្វើការទេការងាររបស់យើងក៏វាអត់ស្អាតទៅតាមនឹងដែរឧទាហរណ៍ថាគ្រូដាក់មេរៀនឲ្យយើងអញ្ចឹងស្រាប់តែយើងមានការខ្ជិលធ្វើគិតថាមេរៀននឹងពិបាកបើសិនជាយើងគិតអញ្ចឹងចប់ហើយយើងមិនអាចធ្វើការកើតទេបើយើងគិតអញ្ចឹងនោះណាយើងអាចដាក់វាតូចបន្តិចមកលើកាត់កន្លែងនេះអូ sorry control សិនថយដាក់វាតូចពីបានហើយដាក់ទៅវិញមកដាក់ត្រង់ចោលទៅបានអូខេបានហើយឥឡូវយើងបានរូបអញ្ចឹងមកហើយបាទហ្នឹងទេបានរូបភាពមួយហើយណាប៉ុន្តែខ្ញុំសូមបញ្យល់ដល់បងប្អូនបន្តិចណាចំពោះការធ្វើកាត់រូបភាពហ្នឹងគឺយើងត្រូវណាកាត់ដោយមានការយកចិត្តទុកដាក់នៅក្នុងការធ្វើការហ្នឹងព្រោះការងារទាំងឡាយបើសិនជាយើងធ្វើដោយមិនមានការយកចិត្តទុកដាក់ទេការងារហ្នឹងគឺយើងមិនអាចធ្វើកើតទេទោះបីជាស្រួលប៉ុណ្ណាក៏ដោយបើសិនជាយើងអត់យកចិត្តទុកដាក់ធ្វើគឺវាហាក់បីដូចជាពិបាកអញ្ចឹងបើសិនជាការងារដែលពិបាកគឺយើងត្រូវមានការយកចិត្តទុកដាក់ដើម្បីរៀនដូចជាកាត់រូបភាពនឹងអញ្ចឹងគឺជួនកាលទៅរូបភាពខ្លះដែលយើងត្រូវកាត់វាស្រួលហើយរូបភាពខ្លះទៀតដែលយើងត្រូវកាត់ទៅវាលំបាកអញ្ចឹងយើងធ្វើអ្វីមួយដោយមានការប្រុងប្រយ័ត្នអញ្ចឹងខ្ញុំសូមសរសេរអក្សរលើនេះបាទដាក់ថាយើងចុចយកពាក្យថាអក្សរ T នឹងមកដាក់លើនេះហ្នឹងហើយសរសេរកន្លែងណាដាក់ថាតារាខ្មែរមកតារា
ខ្មែរឈប់ពីក្រោមsorry ចេះចាំពីក្រោមអញ្ចឹងតាមទាញអូខេអាចព្រួយអក្សរបន្តិចជា control ហើយចុចចំកន្លែងនេះព្រួយវាអូខេហ្នឹងមកអូខេអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើអក្សរនេះរៀងកងបន្តិចមិនបាច់ទេប៉ុណ្ណឹងក៏បានដែរបាទអូខេឥឡូវយើងអាចមើលវាដើម្បីឲ្យនៅតែមួយនៅកន្លែងតែមួយដើម្បីមើលបានអាចចុចលើនេះចុច shift ចំកន្លែងនេះហើយចុច control អក្សរ E ដោយសារតែបើសិនជាយើងដាក់អក្សរខ្មែរអញ្ចឹងយើងអាចធ្វើការកាត់យើងអាចបដូរជាអង់គ្លេសវិញ control អក្សរ E ឃើញទេរូបភាពរបស់យើងគឺនៅតែមួយណាយើងទាញតែមួយតើទាំងអស់បន្តមកទៀតនឹងយើងនឹងធ្វើការ save វាដើម្បី save ព្រោះ save នោះវាមានលក្ខណៈច្រើនយ៉ាងបើយើងយក save មួយនេះគឺជាលក្ខណៈមួយថា save រូបភាពដែលយើងមិនទាន់កាត់រួចគឺយើង save កន្លែងនេះដើម្បីទុកថ្ងៃក្រោយទៀតហើយបើយើង save ជារូបភាពយក control យក save as ហើយកន្លែងនេះយើងត្រូវបដូរវាយកពាក្យថា JPNG នេះអូខេឥឡូវបានហើយបន្តមកទៀតយើងរើសទីតាំងដាក់កន្លែងនឹងក៏បានកន្លែងនេះយើងអាចបដូរឈ្មោះវាក៏បានដាក់ថា my Photoshop Photoshop បាទ save អូខេបានហើយឥឡូវយើង save បានជារូបភាពហើយណាអញ្ចឹងមេរៀននេះគឺមានតែប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់ត្រង់កន្លែងណាឬក៏មិនយល់ត្រង់កន្លែងណាឬក៏វីដេអូនេះវាមានកំហុសឆ្គងត្រង់កន្លែងណាសូមអធិស្ឋានរកការបង្រៀនរបស់ខ្ញុំអញ្ចឹងបើសិនជាអត់យល់អាច comment មកសួរបានអញ្ចឹងខ្ញុំនឹងធ្វើជាវីដេអូថ្មីដើម្បីបង្រៀនដល់បងប្អូនមួយចំនួនដែលគាត់មិនទាន់ចេះប្រើប្រាស់នៅកម្មវិធី Adobe Photoshop បាទអញ្ចឹងវីដេអូនេះខ្ញុំនឹងសូមបញ្ចប់តែប៉ុណ្ណឹងបាទសូមអរគុណសូមជម្រាបលា